ថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបប្រើប្រាស់នៃម៉ាស៊ីនចម្រោះទឹក Tokit T1 Ultra មួយនេះទិញម៉ាស៊ីននេះទៅមួយអ្នកនរគ្នាបានតែទឹកក្តៅបានតែទឹកត្រជាក់ញ៉ាំហើយអត់ចំណាយពេលយូរទៀតមួយវិញទៀតនៅលើនេះគឺគេកំណត់ឲ្យអ្នកនរគ្នាតែម្ដងនៅសីតុណ្ហភាពមិនថាឆុងតែឆុងកាហ្វេឆុងទឹកដោះគោកូនក្មេងទេហើយមួយវិញទៀតរបៀបនៃការចាក់ទឹកក៏ងាយស្រួលផងដែរអ្នកនរគ្នាអាចធ្វើការបើកសទះមួយនេះចេញមកបាននឹងឃើញនៅខាងលើនេះគឺមានធុងដែលអាចទុកទឹកបានអ្នកនរគ្នាអាចធ្វើការចាក់ទឹកចូលទៅក្នុងផ្នែកខាងនេះឲ្យពេញនៅផ្នែកខាងនេះវិញគឺអ្នកនរគ្នាអាចឃើញគឺជាមួយនឹងធុងចម្រោះទឹកគឺធុងដែលគេដាក់ថា waste នឹងឯងសម្រាប់ធុងទឹកស្អាតនេះគឺមានចំណុះ5លីត្រនិងធុងទឹកកខ្វក់នេះគឺមានចំណុះ1លីត្រហើយអ្នកនរគ្នាក៏អាចធ្វើការដកធុងទឹកនឹងចេញដើម្បីយកទៅ refill បានផងដែរហើយ filter នៃការចម្រោះទឹកវិញគឺនៅផ្នែកខាងមុខនេះអ្នកនរគ្នាគ្រាន់ធ្វើការបើកស្ទះនេះចេញមកគឺអ្នកនរគ្នានឹងឃើញ filter ចំនួន2គឺ filter PPC រួមជាមួយនឹង filter RO filter RO នេះគឺគេតែងតែឃើញនៅក្នុងប្រភេទម៉ាស៊ីនចម្រោះទឹកអ្នកទាំងអស់គ្នា filter ទាំងពីរនេះគឺប្រើបានរយៈពេល24ខែចុះក្រោមគឺទៅតាមការប្រើប្រាស់របស់អ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលអ្នកនរគ្នាទិញម៉ាស៊ីននេះទៅភ្លាម filter នៅថ្មីអ្នកនរគ្នាត្រូវធ្វើការ clean filter សិនហើយរបៀប clean filter គឺងាយស្រួលខ្លាំងមែនទែនអ្នកនរគ្នាគ្រាន់តែធ្វើការដោតភ្លើងហើយចុចប៊ូតុងមួយនេះឲ្យជាប់ទៅបែបនេះគឺ clean filter អ្នកនរទឹកនឹងហូរមកហើយទឹកនេះគឺជាទឹកដែលហូរកាត់ដើម្បី clean filter នឹងឲ្យស្អាតជាមុនសិននៅពេលដែល clean filter លេខនេះ load រហូតដល់ទៅលេខ100បើសិនជាអ្នកនរដាក់ទឹកស្ទើរគឺត្រូវ refill ទឹកវិញឲ្យគ្រប់ដល់លេខ100ទើប filter clean បានស្អាតល្អបើសិនជាអ្នកនរចង់បានជាមួយទឹកត្រជាក់ញ៉ាំណាអ្នកនរគ្រាន់ចុចចូលលើមុខងារ5អង្សានេះឲ្យជាប់បែបនេះបន្ទាប់ពីលឺសលេងពីបមិញហើយម៉ាស៊ីនគឺកំពុងតែធ្វើការចម្រោះជាមួយនឹងទឹកត្រជាក់ជូនអ្នកនរញ៉ាំហើយអ្នកនរត្រូវរងចាំរយៈពេល20នាទីនិងទទួលបានជាមួយនឹងទឹកត្រជាក់5អង្សាសេញ៉ាំជាមួយនឹងចំណុះ500មីលីលីត្រអញ្ចឹងសម្រាប់របៀបប្រើប្រាស់ម៉ាស៊ីនចម្រោះទឹករបស់យើងគឺមានតែប៉ុណ្្នឹងទេ